ទីមួយត្រូវគិតថាថៃយើងរស់នៅក្បែរថៃมันអាចគេចបេះទៅណាទេមានន័យថាថៃជាប្រទេសមួយដែលប៉ុនប៉ងលេបតបាក់ទឹកដីកម្ពុជារាប់សតវត្សមកហើយអាហ្នឹងយើងត្រូវគិតថាអញ្ចឹងហើយវាអញ្ចឹងមែនទី2ត្រូវគិតថាថៃនឹងធ្វើសង្គ្រាមបន្តបាទកុំថាឡើយជុំទីប្រមាណថៃនៅតែចិញ្ចឹមចិត្តធ្វើសង្គ្រាមនឹងឯងទី3ត្រូវគិតថាថៃបច្ចុប្បន្ននេះថៃគេចវេះពីយន្តការអន្តរជាតិនិងយន្តការទ្វេភាគីនានាឧទាហរណ៍ថាឥឡូវហ្នឹងថៃកំពុងតែប៉ុនប៉ងលុប MOU ឆ្នាំ2000និងកិច្ចវេះដើម្បីកិច្ចវេះការងារវាស់វែងបច្ចេកទេសតាម JVC ជាដើមពីព្រោះ MOU នេះបានចង្អុលបង្ហាញឲ្យថៃគោរពនៅមរតកនៃសន្ធិសញ្ញាបារាំងសៀមអញ្ចឹងហើយថៃប្រុងកិច្ចវេះដូច្នេះចំណុចនេះជាសង្ខេបទៅគឺកម្ពុជាត្រូវគិតថាថៃប៉ុនប៉ងធ្វើសង្គ្រាមជុំទី3បាទមិនមែនត្រឹមតែជុំទី3ទេនឹងជុំបន្តទៀតដើម្បីលេបតបាក់ទឹកដីកម្ពុជាអញ្ចឹងកម្ពុជាត្រូវតែទប់ទល់តតាំងការពីជាតិគ្រប់យន្តការទាំងអស់កុំថាឡើយយន្តការណាមួយទាំងការទូតទាំងច្បាប់អន្តរជាតិទាំងព័ត៌មានទាំងយន្តការយោធាបាទអានេះខ្ញុំមើលឃើញអញ្ចឹងជាដំបូងបាទលោកបណ្ឌិតបានលើកឡើងថាការធ្វើសង្គ្រាមធ្លានពានពីថៃនឹងបន្តមកលើកម្ពុជាប៉ុន្តែយើងគិតឃើញនៅក្នុងដំណាក់កាលនេះតើថៃអាចនឹងចាប់ផ្ដើមសង្គ្រាមលើកទី3ទេឬក៏យ៉ាងណាដែរឬក៏គ្រាន់តែជាយុទ្ធសាស្ត្រក្នុងការបំបាក់ស្មារតីទេបាទជាបឋមគឺថៃធ្វើសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតីខ្មែរសិនបំបាក់ស្មារតីខ្មែរសិនដោយប្រទេសថៃកំពុងតែមានបញ្ហាផ្ទៃក្នុងខ្លួនឯងផងដែរដោយសារតែការរៀបចំរដ្ឋាភិបាលហើយការរៀបចំរដ្ឋាភិបាលស៊ីវិលរួចរាល់ប្រទេសថៃនឹងមិនអាចកិច្ចតែអំពីការសន្ទនាទ្វេភាគីទៅលើយន្តការទ្វេភាគីអំពីកិច្ចប្រជុំ JBC និងការវាស់វែងកិច្ចការព្រំដែនទេហើយកាលណាបើការវាស់វែងកិច្ចការព្រំដែននឹងធ្វើនោះនឹងលាតត្រដាងនៅអ្វីដែលថៃចូលឈានពានទឹកដីកម្ពុជាហើយអញ្ចឹងជាបឋមគឺថៃធ្វើសង្គ្រាមចិត្តសាស្ត្រដើម្បីបំបាក់ស្មារតីខ្មែរឲ្យខ្មែរលែងទុកចិត្តគ្នាឲ្យខ្មែរគេថាមានលេះលះនៅក្នុងបញ្ហាផ្ទៃក្នុងមិនអាចទប់ទល់ជាមួយថៃបានអានេះជាចេតនារបស់ថៃបាទក្នុងតែខ្ញុំមិនបដិសេធថាថៃអាចនឹងធ្វើសង្គ្រាមពិតប្រាកដទេពីព្រោះកន្លងទៅឲ្យតែថៃធ្វើសង្គ្រាមចិត្តសាស្ត្រនឹងមកមុនហើយថៃតែងតែធ្វើសង្គ្រាមពិតប្រាកដតាមក្រោយមកអានេះយើងមើលឃើញអញ្ចឹងដោយសារតែយើងគៀកចូលឆ្នាំខ្មែរថៃអាចគិតថាយើងនឹងសបាយសង្គ្រាមនគរសង្គ្រាមលិចក្រានកើតទៅបាត់ការប្រុងប្រយ័ត្នថៃអាចនឹងធ្វើសង្គ្រាមចូលយកតំបន់ផ្សេងទៀតអញ្ចឹងហើយបានជាខ្ញុំនិយាយថាសូមគិតថាថៃនឹងធ្វើសង្គ្រាមកុំគិតថាថៃគ្រាន់តែនិយាយលេងដើម្បីយើងត្រៀមលក្ខណៈឲ្យគ្រប់ជ្រុងជ្រោយបាទក្នុងដំណាក់កាលពេលបច្ចុប្បន្ននេះយើងឃើញថាសម្ដាប់ធ្នាប់ពិភពលោកកាន់តែមានភាពជ្រួសច្បល់ជាពិសេសសង្គ្រាមនៅដើមមកពីហ្នឹងក៏មិនទាន់ចប់ហើយបញ្ហាពិភពលោកក៏ផ្ដោតសំខាន់ទៅលើអ៊ីរ៉ង់ផងដែរហើយតម្លៃប្រេងឥន្ធនៈអីផ្សេងកំពុងតែមានបញ្ហាបើសិនជាថៃសម្រេចឈ្លានពានកម្ពុជាជាថ្មីក្នុងដំណាក់កាលនេះវាអាចជាឱកាសទេឬក៏វាអាចជាបញ្ហាដល់ថៃខ្លួនឯងដែរខ្ញុំយល់ថាវាជាឱកាសនិងជាបញ្ហាឱកាសមកយើងនិយាយទៅវាជាពាក្យវិជ្ជមានវាជាយើងចង់និយាយទស្សនវិជ្ជាអវិជ្ជមានគិតពីជ្រុងខាងយើងគឺថៃនៅតែគិតថាបើធ្វើសង្គ្រាមជាមួយកម្ពុជានេះមិនដែលខាតទេថៃមានតែចំណេញបើមិនចំណេញក៏រួចដើមដែរចំណេញទី1ចំណេញទឹកដីស្បិតហើយថាទឹកដីមិនអាចយកបានកម្ពុជាត្រូវតែរក្សាការតវ៉ាប៉ុន្តែទម្រាំតែតវ៉ាបានថៃយកទៅអាស្រ័យផលបានរួចរាល់ណាយកទៅអាស្រ័យផលយកទៅប្រើប្រាស់យកទៅតាំងទីយកទៅធ្វើកិច្ចការផ្សេងទៀតរៀបចំក្បួនយុទ្ធសាស្ត្រផ្សេងទៀតចំណេញទី2គឺបំបាក់ស្មារតីខ្មែរនេះអ្វីដែលថៃធ្វើអញ្ចឹងថៃធ្វើសង្គ្រាមនេះមិនដែលធ្វើនៅទឹកដីថៃទេណាធ្វើនៅទឹកដីកម្ពុជាហ្នឹងអញ្ចឹងកម្ពុជាសង្គ្រាមទប់ទល់ជាមួយថៃមានតែខាតនិងរួចដើមរីឯថៃមានតែរួចដើមនិងចំណេញអញ្ចឹងវាខុសគ្នានៅទស្សនវិជ្ជាហ្នឹងអញ្ចឹងហើយថៃបើយើងគិតថាថៃខាតថៃមិនដែលខាតទេគ្រាន់តែថៃមានការលំបាកនៅក្នុង
អាចបំបាក់នៅក្នុងថាប្រេងឥន្ធនៈទៅស្អីដែលកំពុងខ្វះខាតក៏ប៉ុន្តែខ្ញុំគិតថាប្រេងឥន្ធនៈឬបរិមាណស្តុកបំរុងសម្រាប់វិស័យយោធាថៃអាចប្រើប្រាស់បានអញ្ចឹងហើយខ្ញុំនិយាយនេះមិនមែនក្នុងទស្សនវិជ្ជាអវិជ្ជមានសម្រាប់កម្ពុជាប៉ុន្តែក្នុងទស្សនវិជ្ជាឲ្យយើងត្រៀមលក្ខណៈព្រោះថៃចិញ្ចឹមចិត្តរាប់រយឆ្នាំមកហើយសម្រាប់ធ្វើសង្គ្រាមហើយតទៅមុខទៀតអញ្ចឹងបើយើងគិតថាថៃមិនធ្វើសង្គ្រាមយើងចាប់ផ្ដើមធ្វើប្រហែសបាទអានោះយើងត្រូវតែប្រុងប្រយ័ត្នជានិច្ចបាទការធ្វើប្រហែសពេលណាគឺយើងខាតពេលនោះធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69